ba số xây đọc nèยังไงนี่យើងមកជួបគ្នានៅក្នុងការប្រើប្រាស់ទៅលើ formula ចំនួន2ឬក៏ function ចំនួន2នៅក្នុងនេះលោកគ្រូ compare គ្នាទៅលើការប្រើប្រាស់រវាង pivot by ហើយជាមួយនឹង pivot table ចង់ដឹងថាតើ pivot by និង pivot table វាមានប្រសិទ្ធភាពខុសគ្នាយ៉ាងដូចម្តេចនៅក្នុងការអនុវត្តការងារក៏ប៉ុន្តែពាក់ព័ន្ធជាមួយ pivot by តើតែនេះយើងមាន Excel Microsoft 365 latest update អញ្ចឹងណាអញ្ចឹងប្រសិទ្ធភាពពីរនេះខុសគ្នាក្នុងលក្ខខណ្ឌការងារដើម្បីយើងប្រើជាក់ស្ដែង អូខេអញ្ចឹងនៅនេះគឺលោកគ្រូប្រើ pivot by មុនអញ្ចឹងនៅក្នុងការប្រើប្រាស់ pivot by នេះលោកគ្រូចង់ដឹងព័ត៌មាននៅខាងឆ្វេងដៃនេះគឺព័ត៌មាន category ឬក៏ region អញ្ចឹងទៅអញ្ចឹងលោកគ្រូចង់ដឹងព័ត៌មាន by category ហើយនឹង region ហើយនឹងចំណូលពីការលក់អញ្ចឹងទៅជា sale revenue អញ្ចឹងណាអញ្ចឹងបើសិនលោកគ្រូចង់បានអញ្ចឹងគ្រាន់តែលោកគ្រូប្រើរូបមន្ត pivot by មកអូខេ pivot by pivot by ហើយលោកគ្រូទៅ select category បន្តទៀត select region ហើយតាមទៀតមក select total revenue ទៅតាម category តាម region មួយអូខេកាបៀមួយលោកគ្រូយក30ហើយនៅក្នុង pivot by អ្វីដែលជាពិសេសមួយទៀតហ្នឹងគឺយើងអាច analyze នៅក្នុងហ្នឹងតែម្ដងបើសិនជាយើងចង់បាន30ក៏បានចង់បាន average by count ឬក៏ minimum maximum គឺនៅក្នុងហ្នឹងតែម្ដងអញ្ចឹងនៅក្នុងនេះលោកគ្រូយក30គ្រាន់តែ select លើ30ហើយលោកគ្រូ enter មួយព័ត៌មាននឹង load ឲ្យលោកគ្រូតែម្ដងអានេះគឺជាប្រសិទ្ធភាពនៅក្នុងការប្រើប្រាស់លើ pivot by ហើយយើងក៏លេខមកមើលការប្រើប្រាស់លើ pivot table វិញម្ដងថាតើនេះទេយើងធ្វើមកអញ្ចឹងអ្នកនរគ្នាត្រូវចូលទៅក្នុង insert ហើយបន្តទៀតយក pivot table ហើយបន្តទៀតយើង select យក existing worksheet របស់យើងដាក់នៅធាននេះគេដាក់ធាននេះមកហើយអូខេហើយបន្តទៀតបានចាប់ផ្ដើមយើង rank ទៅលើព័ត៌មានដែលយើងចង់បានទី1ចង់បានជា category អូខេ category ហើយបន្តទៀតចង់បានជា region ជា column អញ្ចឹង region យើងយកទៅជា column ហើយបន្តទៀតបានយើង select តួលេខ revenue របស់យើងអញ្ចឹងបានន័យថាការប្រើប្រាស់ទៅលើ pivot table ហើយនិង pivot by នេះការប្រើប្រាស់ទៅលើ pivot by វា dynamic ហើយនិង flexible ជាងហើយលឿនជាងរហ័សជាងអញ្ចឹងណាអូខេអញ្ចឹងភាពខុសគ្នាគឺតែប៉ុណ្្នឹងទេក្នុងការងារធ្វើការប្រចាំថ្ងៃប៉ុន្តែគ្រាន់តែការងារតទៅមួយ pivot by នេះវាជួយយើងបានច្រើនជួយទាំងការ analyze កម្មវិធីអីផ្សេងៗនៅក្នុងហ្នឹងតែម្ដងអូខេអញ្ចឹងសម្រាប់វីដេអូបែបនេះលោកគ្រូមានប៉ុណ្្នឹងទេជួបជាមួយលោកគ្រូនៅក្នុងវីដេអូបន្តទៀតអរគុណជំរាបលា